សូមស្វាគមន៍មកកាន់ខេត្តកំពង់ស្ពឺនាងខ្ញុំកល្យាណីសិរីវិចិត្រពិតជាមានកិត្តិយសដែលបានក្លាយទៅជាបេក្ខភាពក្នុងការប្រកួតកម្មវិធី Miss Trans Universe Cambodia ឆ្នាំ2026សម្រាប់រូបនាងខ្ញុំការដំណើរមួយនេះវាពិតជាមានអត្ថន័យខ្លាំងណាស់វាមិនមែនគ្រាន់តែជាការបំពាក់ឈៀងតំណាងខេត្តប៉ុណ្ណោះទេប៉ុន្តែវាជាការនាំយកនៅអត្តសញ្ញាណខេត្តស្នាមញញឹមនិងមោទនភាពរបស់ប្រជាជននៃខេត្តកំពង់ស្ពឺទាំងមូលនាងខ្ញុំជឿជាក់ថាសម្រាប់ពិតប្រាកដមិនមែនគ្រាន់តែកើតចេញមកពីរូបរាងខាងក្រៅប៉ុណ្ណោះទេប៉ុន្តែវាកើតមកពីការបង្កើនទំនុកចិត្តការខិតខំប្រឹងប្រែងនិងការតាំងចិត្តដោយមិនបោះបង់ចោលនូវក្តីស្រមៃនាងខ្ញុំសូមអរគុណដល់ពុកម៉ែបងប្អូនពិសេសអ្នកដែលរស់នៅខេត្តកំពង់ស្ពឺដែលតែងតែផ្ដល់ការគាំទ្រនិងការលើកទឹកចិត្តមកកាន់រូបនាងខ្ញុំហើយខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នានឹងបន្តគាំទ្ររូបនាងខ្ញុំនៅក្នុងដំណើរឆ្ពោះទៅរកមកុដ Miss Trans Universe Cambodia ឆ្នាំ2026សូមអរគុណ